ជាមួយនឹងការចាញ់បោកដើម្បីទទួលបានលុយហ្នឹងខ្ញុំទុកសិនចាតែការចាញ់បោកនេះគឺការចាញ់បោកភ្នែកចាញ់បោកផ្លូវចិត្តផ្លូវអារម្មណ៍បែបនេះចានៅប្រទេសចិនគេមានក្រុមមួយបើសិនជានារីណាចាចង់ចូលទៅក្នុងក្រុមរបស់គេនោះចាគឺត្រូវចំណាយលុយ$3000ចាហើយនៅក្នុងក្រុមរបស់គេនោះចាគឺគេមានការធ្វើម៉េចដើម្បីឲ្យគេហាក់បើយើងនិយាយឲ្យពាក្យសួរស្ដាប់តាក់ដើម្បីឲ្យតាក់ប្រុសអ្នកមានអញ្ចឹងណារបៀបអាហ្នឹងរបៀបនៃហ្នឹងរបៀបអញ្ចឹងធ្វើម៉េចដើម្បីឲ្យប្រុសអ្នកមានហ្នឹងចាប់អារម្មណ៍មកលើគេចាហើយមើលមកគេជា high show ចានៅពេលដែលចូលទៅដល់ក្នុងក្រុមហ្នឹងហើយគឺគេបរៀនតាំងពីដេកដើរឈរអង្គុយចាថតរូបរបៀបម៉េចហើយនិយាយរបៀបម៉េចចាឲ្យឆាតទៅរបៀបម៉េចចាគឺគេបរៀនទាំងអស់តែបងប្អូនត្រូវចំណាយ$3000សិនទើបចូលទៅក្នុងក្រុមហ្នឹងបានចាទី2គឺគេជួលកាបូបចាអញ្ចឹងម្ចាស់ក្រុមហ្នឹងណាចាម្ចាស់ក្រុមហ្នឹងគេទិញកាបូប Chanel LV ឬមួយក៏Dior អីចឹងទៅចាតម្លៃ$5000រាប់ម៉ឺនរាប់អី$ចឹងទៅចាអញ្ចឹងគេចំណាយម្ដងហ្នឹងហើយគេចាប់ផ្ដើមដាក់ជួលចាអូនចំកាត់គេដាក់ជួលចំកាត់ណាគេដាក់ជួលនៅក្នុងក្រុមហ្នឹងចាហោបន្ទាប់ពីគេបានទិញកាបូប Chanel LV ឬមួយក៏ Dior ហ្នឹងហើយគេចាប់ផ្ដើមអូខេឥឡូវគេមានផលិតផលថ្មីដូចជាកាបូបហ្នឹង brand ហ្នឹងអញ្ចឹងអ្នកណាគេចង់ជួលដាក់មកចាជួលហ្នឹងគេគិតលុយផ្សេងទៀតអញ្ចឹងទៅចាជួលប៉ុន្មានម៉ោងចាកាបូបហ្នឹងជួលប៉ុន្មានម៉ោងជួលប៉ុន្មានថ្ងៃទៅសេឈ្មោះមកអញ្ចឹងគេកត់ត្រាទុកអញ្ចឹងហើយទៅគេប្រាប់ទៀតថាអូខេកន្លែងហាងហ្នឹងណាថតទៅស្អាតចាកន្លែងហាងហ្នឹងណាចាគឺអង្គុយបែបនេះចាហើយម្នាក់ប្រុសហ្នឹងគឺយើងត្រូវធ្វើម៉េចដើម្បីតាក់គេបានឬមួយក៏ត្រូវធ្វើរបៀបម៉េចដើម្បីឲ្យមានភាពតាក់ទាញចាតុបតែងខ្លួនរបៀបម៉េចចាអញ្ចឹងឃើញទេបងប្អូនឃើញទេចាសួរថាគេខុសហេម្ចាស់ក្រុមហ្នឹងខុសហេគេអត់ខុសទេចាប៉ុន្តែសួរថាមនុស្សប្រុសហ្នឹងគាត់ចាញ់ទៅលើការកុហករឿងអីចាគឺអត់ការពិតចាអត់ការពិតទេអ្នកដែលគាត់ទៅជួលកាបូបហ្នឹងគឺអត់ការពិតទេគាត់មើលឃើញបរិសុទ្ធណាម្នាក់ឯងចាដែលគាត់ចង់ចាប់យកធ្វើជាគូអនាគតឬមួយក៏ធ្វើជា boyfriend អីគាត់ចឹងទៅចាអញ្ចឹងគាត់សុខចិត្តចំណាយចាយកលុយពី boyfriend $3000ឬមួយក៏សោះលុយធ្វើម៉េចទៅធ្វើម៉េចឲ្យបានចូលក្រុមហ្នឹងមកចាហើយអញ្ចឹងមនុស្សប្រុសខ្លះចាគាត់ឃើញអូមើលទៅតំណងចាគាត់ high show ហើយបងប្អូនមកចំនួនណាចាបងប្អូនមកចំនួននៅពេលដែលគាត់អត់ស្គាល់ពីខ្លួនឯងឬមួយក៏គាត់អត់បានដឹងថាខ្លួនឯងចង់អីទេគាត់ចាប់ផ្ដើមអាភ្នែករបស់គាត់ចិត្តរបស់គាត់មើលទៅថាអូយជីវិតរបស់គេភីងណាស់ចាបងប្អូនឃើញទេវាសុទ្ធតែជាមានអ្វីនៅពីក្រោយហ្នឹងហើយបងប្អូនអត់បាក់ចំណាំទេចាអ្នកមានពិតអ្នកមាន facts អ្នកមានคล้ายចានៅពេលដែលគេកាន់តែមានណាចាគឺគេមិនបញ្ចេញទេចាគឺគេមិនបញ្ចេញទេគេស្ងាត់ណាស់គេលាក់ណាស់បុគ្គលនឹងហើយគេអត់អួតទេគេអត់ក្អេងក្អាងទេចាហើយបងប្អូនចំណាំមើលអ្នកដែលគាត់បង្ហោះនៅលើបណ្ដាញសង្គមណាសូម្បីតែចូលហាងទំនើបកំផុសចាដូរឡានកំផុសចាទិញឡានកំផុស Rolls Royce អីចឹងទៅប៉ុន្តែឡានបងប្អូនដឹងទេចាអ្នកខ្លះជួលឡានគេជិះទេចាអ្នកខ្លះជួលឡានគេជិះទេតែបងប្អូនមើលទៅអូអស្ចារ្យចាបើគាត់មិនព្រមធ្វើឲ្យអាការតុបតែងខ្លួនគាត់ឲ្យអស់ចាអញ្ចឹងគឺគាត់មិនអាចទៅតាក់បរោះណាបានទេចានេះគឺជារឿងពិតនៅខាងប្រទេសចិនចាហើយខ្ញុំនឹងបកស្រាយរឿងមួយទៀតដើម្បីបងប្អូនទាំងអស់គ្នា